បាទគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនវិជាកសិករទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចែករំលែកអំពីដំណាំស្រូវវស្សាដែលធ្វើយ៉ាងណាកុំឲ្យងាយនឹងដួលបាទស្រូវមិនដូចដើមឈើទេវាតែងតែដួលជារឿងធម្មតាក៏ប៉ុន្តែពាក្យថាមិនងាយនឹងដួលគឺសំដៅដល់ការដួលដោយធម្មជាតិឯងមានន័យថាវាមិនមែនដោយសារតែมันមានព្យុះហើយក៏ដួលនោះទេមានន័យថាបើដួលដោយភ្លៀងដោយផ្គរអីចឹងទៅខ្យល់កន្ត្រាក់អញ្ចឹងវាត្រូវដួលហើយប៉ុន្តែបើមិនមានទេវាត្រូវតែរឹងមាំនោះគឺមាន3ចំណុចសំខាន់ដែលកសិករក៏បីស្វែងយល់និងរៀនសូត្រហើយការដួលនេះបញ្ជាក់ពុកម៉ែបងប្អូនគឺដួលនៅដំណាក់កាលស្រូវចេញផ្កានោះគឺជារឿងដែលយើងមានកង្វល់ខ្លាំងដោយសារតែมันអាចកើនទិន្នផលវាមិនអាចដាក់ទឹកដោះឬក៏ដាក់គ្រាប់បានល្អតែបើសិនតែយើងដួលឬក៏ត្រៀតនៅពេលដែលស្រូវក្រហមទុំហើយនោះគឺអានោះយើងមិនចាត់ទុកថាជាបញ្ហាទេហើយយើងក៏ចង់ឲ្យវានឹងឈរត្រង់មាំបែបនេះទៅទៀតនោះគឺ3ចំណុចសំខាន់ទី1គឺកបីភ្ជួរឲ្យបាន2ដងបាទភ្ជួរនៅពេលណាពុកម៉ែបងប្អូនគឺភ្ជួរនៅដំណាក់កាលប្រមូលផលហើយព្រោះកាលណាយើងភ្ជួរដីបានញឹកញាប់ការផុសផលដីកាន់តែជ្រៅវាធ្វើឲ្យប្រព័ន្ធឫសនៃដំណាំស្រូវអាចចាក់បានជ្រៅដែលធ្វើឲ្យមានសមត្ថភាពទប់ទល់ដើមកុំឲ្យគេហៅថាវិលឬក៏យល់យោគទៅតាមខ្យល់នេះគឺជាចំណុចទី1ចំណុចទី2ការភ្ជួរដីបានច្រើនដងគឺវាមានឱកាសបំបែកនៅមីក្រូបសារធាតុចិញ្ចឹមនៅក្នុងដីដើម្បីឲ្យដំណាំងាយចាប់យកមកផ្ដល់នៅការលូតលាស់ផ្ដល់ភាពរឹងមាំនោះគឺជាហេតុផលដែលធ្វើឲ្យដំណាំស្រូវនឹងរឹងមាំដោយស្វ័យប្រវត្តិតែម្ដងនេះគឺតកតងនឹងចំណុចទី2នៅក្នុងការភ្ជួរដីទី3ការដែលយើងភ្ជួរដីបានច្រើនដងគឺដំណាំមានឱកាសចាក់ឫសបានកាន់តែជ្រៅកាន់តែរកនៅសារធាតុចិញ្ចឹមបានកាន់តែច្រើនអញ្ចឹងការផ្ដល់នៅសារធាតុចិញ្ចឹមបានកាន់តែច្រើនដែលជាការកាត់បន្ថយការចំណាយការប្រើប្រាស់ជីក៏បានមួយផ្នែកផងដែរនេះបើសិនតែយើងភ្ជួរបានម៉ត់ល្អអញ្ចឹងយើងភ្ជួរនៅពេលប្រមូលផលហើយនិងម្ដងទៀតយើងអាចភ្ជួរសាប្រុសមានន័យថាខែ11 12បើស្រូវរំដួលបែបនេះពេលដែលយើងប្រមូលផលហើយវាសល់ចិញ្ច្រាំងនិងចំបើងអញ្ចឹងដើម្បីឲ្យភាពរឹងមាំនិងជីវជាតិបានល្អទៅថែមទៀតនោះគឺយើងក៏បីដាក់ជីធម្មជាតិដូចជាលាមកសัตว์ផ្សេងហ្នឹងគឺយើងអាចយកទៅបាចទៅព្រាយពេញផ្ទៃស្រែតាមដែលអាចធ្វើទៅបានទៅ500មួយតោនក្នុងមហត្តានោះគឺកាន់តែល្អហើយភ្ជួរលុបនៅពេលដល់រដូវខែ4គឺរដូវខែចែកបសាកដែលមានភ្លៀងធ្លាក់ដែលយើងនឹងធ្វើការឡើងវិញនោះគឺយើងភ្ជួរឡើងវិញតែមុននឹងភ្ជួរក៏បីប្រើជីពាក់កណ្ដាលសរីរាង្គឬក៏សរីរាង្គនេះដើម្បីជាការទ្រាប់បាតពុកម៉ែបងប្អូនមានលទ្ធភាពដាក់មហាត់2ការ៉ង់ឬក៏3ការ៉ង់អីចឹងទៅគឺ100ទៅ150គីឡូគឺល្អបំផុតការទ្រាប់បាតបែបនេះគឺបាចឬព្រាយជីមុនភ្ជួរព្រាយថ្ងៃហ្នឹងភ្ជួរលុបថ្ងៃហ្នឹងឬក៏ស្អែកជាដើមទៅកុំទុកយូរក៏មិនល្អដែរគឺមានន័យថាបាចឬក៏ព្រាយជីភ្លាមយើងក៏ភ្ជួរភ្លាមទៅភ្ជួររួចហើយត្រូវព្រោះពូជគឺព្រោះនិងរើសលុបនេះគឺជាការភ្ជួរ2ដងក្នុងរដូវដាំដុះបាត់ហើយបាទនេះគឺចំណុចទី1បាទចំណុចទី2ដើម្បីឲ្យសុខភាពរឹងមាំមិនងាយដួលមិនងាយដួលដោយងាយនោះការប្រើជីទ្រាប់បាតបញ្ជាក់ឡើងវិញប្រើជីទ្រាប់បាតនៅដំណាក់កាលដែលយើងចាប់ផ្ដើមដាក់ពូជចុះហ្នឹងគឺយកជីទៅប្រើទៅភ្ជួរលុបរួចហើយដាក់ពូជចុះ
នេះគេហៅថាប្រាជីទ្របបាទប្រភេទសរីរាង្គហេតុអីខ្ញុំនិយាយរឿងសរីរាង្គក្នុងការទ្របបាទពុកម៉ែបងប្អូនអាចប្រើ DAP តម្រង់គីមីក៏បានប៉ុន្តែយើងត្រូវវិភាគថាជីគីមីគឺវាមានសមត្ថភាពត្រឹមតែ15ថ្ងៃអញ្ចឹងសំណួរថាពេលដែលយើងយកទៅទ្របបាទសមត្ថភាពដំណាំយើងដុះប្រហែលថ្ងៃជួនកាលកន្លះខែហ្នឹង20ថ្ងៃក្រោយដាក់ពូជចុះហ្នឹងបានវាដុះឡើងក៏វាមិនទាន់ត្រូវការសារធាតុចិញ្ចឹមទាំងស្រុងទេប៉ុន្តែ DAP នោះគឺវាបាត់បង់សមត្ថភាពនៃគុណភាពបាត់ទៅហើយនេះគឺជាអ្វីដែលពុកម៉ែបងប្អូនត្រូវគិតទី2ត្រូវគិតមួយទៀតថាគីមីគឺជាសារធាតុមួយសំយោគដែលអាចបំពន់ឲ្យដំណាំលូតលាស់លឿនប៉ុន្តែបើយើងយកទៅចោលដោយមិនទាន់មានគេហៅថារុក្ខជាតិផងនោះទ្រាំតែដំណាំស្រូវកើតជាសំណាបនោះគឺ DAP ហ្នឹងជីហ្នឹងគឺវាបាត់បង់ទៅហើយទរង់គីមីទាំងអស់វាคล้ายទៅជាសំណល់នៅក្នុងដីដែលធ្វើឲ្យដីយើងរិចរិលបាត់បង់គុណភាពជីវជាតិរួមទាំងជីវជាតិស្រូវអង្ករយើងផងដែរអញ្ចឹងហើយគឺត្រូវជ្រើសរើសប្រើជីសរីរាង្គពាក្យកដាសរីរាង្គអញ្ចឹងទៅហើយខ្ញុំនិយាយរឿងសរីរាង្គមិនមែនព្រោះតែខ្ញុំបង្ហាញជីនៅក្នុងវីដេអូហ្នឹងឲ្យពុកម៉ែបងប្អូនត្រូវតែប្រើទេពុកម៉ែបងប្អូនទិញនៅទីណាក៏បានគិតថាវាល្អក៏ប្រើទៅបាទបើដូចស្រូវនេះគឺអឺប្រើតែ100គីឡូទេបាទអញ្ចឹងចំវីដេអូក្រោយខ្ញុំនឹងនិយាយលម្អិតអំពីការដំណើរការនេះខ្ញុំនិយាយនៅប្រធានបទនេះទី3គឺក្រោយពីលូតលាស់ហើយសំណាបហើយយើងគ្រប់គ្រងស្មៅបានល្អហើយនោះគឺការបាញ់បំពន់និងការបាចជីបំពន់តាមដំណាក់កាលនីមួយៗតាមអាយុកាលនិងការលូតលាស់នៅចំណុចនេះគឺសំខាន់ណាស់ប្រសិនបើពុកម៉ែបងប្អូនប្រើប្រាស់ឬក៏បាចជីមិនបានល្អទេផ្ដល់សារធាតុចិញ្ចឹមមិនតុល្យភាពវាជំរុញនៃការល្អជ្រុលក៏អាចធ្វើឲ្យដួលដែរបាទអញ្ចឹងការដួលនេះគឺកត្តាមកពីជីក៏មានដែរគឺប្រើឧទាហរណ៍តែយើងប្រើអ៊ុយរ៉េ DAP ច្រើននៅវគ្គសំណាបគឺវានឹងល្អខ្លាំងហើយវាមិនមានលំនឹងទេអញ្ចឹងមានតែជីសរីរាង្គទេដែលអាចជួយឲ្យមានលំនឹងមានជីវជាតិចាក់ឫសបានជ្រៅសុខភាពល្អវាធន់នឹងខ្យល់បរិយាកាសផ្សេងនេះគឺជាកត្តាដែលស្រូវមិនងាយដួលតាមរយៈចំណុចទាំង3ហ្នឹងហើយក្នុងដំណាក់កាលទី3នៅចំណុចទី3ហ្នឹងការបាចគឺត្រូវជ្រើសរើសប្រភេទជីហ្នឹងអាយុកាលហ្នឹងបើសិននៃវគ្គសំណាបបែកគុំល្អហើយយើងក៏បីប្រើពពោផ្សំចូលនៅកាល់ស្យូមបូរ៉ុនខ្លះទៅកាលីផ្សេងដើម្បីជាការរួមចំណែកពង្រឹងជញ្ជាំងកោសិកាស្លឹកដើមឲ្យរឹងមាំដូច្នេះវាធន់នឹងកម្ដៅការរាំងស្ងួតផងដែរសារធាតុចិញ្ចឹមទាំងអស់នោះបាទហើយនៅដំណាក់កាលចុងក្រោយការបាច់ផ្ដាច់បើយើងរកឃើញថាត្រូវបន្ថែមសារធាតុអ៊ុយរ៉េក៏យើងថែមតិចតួចទៅជាមួយនឹងកាលីបាទនេះគឺជាភាពត្រឹមត្រូវបំផុតដែលអាចផ្ដល់នៅទិន្នផលខ្ពស់ប្រចាំឆ្នាំប្រចាំរដូវហើយនឹងកើនទិន្នផលជារៀងរាល់ឆ្នាំបានផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនយល់យ៉ាងណាចំពោះវីដេអូមួយនេះសូមខមមិនម្នាក់មួយហើយសម្រាប់អ្នកថ្មីដែលអត់ទាន់បាន Subscribe Channel YouTube របស់ខ្ញុំបាទចង់បានព័ត៌មានវីដេអូថ្មីៗសូមជួយ Subscribe follow page follow TikTok និងចែករំលែកនៅវីដេអូនេះម្នាក់មួយផងខ្ញុំនឹងមានព័ត៌មានថ្មីៗអំពីកសិកម្មបាទអញ្ចឹងអរគុណជម្រាបលាជួបខ្ញុំពេលក្រោយ